សួស្តីអ្នកនរឥឡូវយើងថ្ងៃនេះយើងចេញមកត្រេបទៀតយើងទៅជីបម៉ោង 2:1 ហើយយើងទៅទីនោះហើយចង់ដឹងថានៅនោះមានអីគេលក់ខ្លះហើយញ៉ាំអីគេខ្លះមានអីខ្លះលក់សម្រាប់ញ៉ាំអញ្ចឹងណាអញ្ចឹងចាំមើលទាំងអស់គ្នាអូខេបាយបាយអូខេឥឡូវយើងចេញដំណើរទៅហើយអ្នកនរពីផ្ទះខ្ញុំទៅជីបម៉ោង 2:1 មិនឆ្ងាយប្រហែលទេអ្នកនរដោយសារតែផ្ទះខ្ញុំនៅជាប់លើផ្លូវព្រះមនីវង្សនៅចិត្តដែរទេហើយតាមផ្លូវមនីវង្សនេះមានសាលាសាកលវិទ្យាល័យភូមិន្ទនៅនឹងដែរហើយនេះលើយើងជិះតាមស្ពានអាកាសក្បាលខ្នល់ស្ពានអាកាសដែលចូលថ្មីដែលតែមិនធ្វើស្ពានហ្នឹងស្អាតមែនទែនអ្នកនរស្ពានហ្នឹងមានវងមូលហើយ2 ទៅ 3 ជាន់ឯណោះឥឡូវយើងបានមកដល់ជីម៉ោង 2:1 អ្នកនរនៅនេះទីតាំងធំទូលាយមែនទែនអ្នកនរទីតាំងគឺបើយើងនិយាយទៅថាហាក់ប្រហែលទៅនឹង Eon ដែរដូចអ្នកធ្លាប់ស្គាល់អញ្ចឹង Eon 1 ឬ Eon 2អញ្ចឹងនៅប៉ិនគ្នាហើយស្អាតហើយឥឡូវនេះខ្ញុំកំពុងតែរៀបរាប់អ្នកគ្នានៅនេះទីតាំងមកគេស្អាតហើយធំទូលាយកន្លែងដាក់ចតម៉ូតូនឹងដាក់បានតូឡានច្រើនហើយឥឡូវយើងបានឡើងមកដល់ជាន់លើហើយថានៅនេះនិយាយទៅផ្សារអ្នកគ្នាដូចធ្លាប់ដឹងអញ្ចឹងអីក៏មានលក់ដែរគ្រាន់ថានៅនេះអត់សូវមានមនុស្សដូចនៅ Eon 3 Eon 1ឬក៏ Eon 2ហ្នឹងមនុស្សគេអ៊ូអច្រើនគ្រាន់ថានៅជីបម៉ុងអត់សូវមានមនុស្សអញ្ចឹងណាគ្នាហើយមួយទៀតចង់ថ្ងៃពហុហើយដល់ពេលអញ្ចឹងទៅអត់សូវមានមនុស្សទេបើថ្ងៃសៅរ៍ថ្ងៃអាទិត្យប្រហែលជាមានមនុស្សច្រើនដែរហើយនេះគេមានពិព័រណ៍ផលិតផលផ្សេងច្រើននៅនឹងអញ្ចឹងអ្នកគ្នាគេមានពិព័រណ៍ផ្សេងហើយមាននិយាយទៅនៅនេះដាក់ promotion បញ្ចុះតម្លៃច្រើនហើយយើងដើរទៅលើក៏បានមកចំកន្លែងមហូបខ្មែរអ្នកគ្នាកន្លែងនេះគេបើកឆាកគេមានរបាំបើកឆាកដើម្បីទទួលស្វាគមន៍ភ្ញៀវអញ្ចឹងណាហើយនៅកន្លែងនេះគេលក់ម្ហូបអាហារច្រើនមែនតើអ្នកគ្នាស្អីក៏មាននៅកន្លែងនេះនិយាយទៅដូច Eon ដែរមានច្រើនហើយខ្ញុំដើរទៅបណ្ដោះកន្លែងនេះឃើញគេចាក់បាញ់ឆែវទៅនឹងអញ្ចឹងខ្ញុំក៏ទិញបាញ់ឆែវមួយញ៉ាំទៅបាញ់ឆែវគេឆ្ងាញ់ណាស់គេដាក់ស្នូលសាច់ជ្រូកហើយបន្លែរបស់គេមានគ្រប់មុខដូចអ្នកឃើញអញ្ចឹងដាក់មកថាសមកហើយទឹកត្រីផ្អែមរបស់គេនេះគេធ្វើទៅនឹងឆ្ងាញ់ណាស់គ្នាបើធ្លាប់តែនៅតូចម៉ាក់ប៉ាអញ្ចឹងគាត់ធ្វើបាញ់ឆែវឲ្យញ៉ាំហើយនេះដូចគេនេះគេមានកពឹសអាទូចហ្នឹងគេយកមកដាក់ធ្វើជា snow ឲ្យនិយាយទៅធ្វើដូចកាលយើងនៅពីតូចញ៉ាំបាញ់ឆែវអីចឹងណាបាញ់ឆែវចាស់ធ្វើឲ្យញ៉ាំម៉ាក់ធ្វើឲ្យញ៉ាំកាលពីនៅតូចហ្នឹងបាញ់ឆែវដូចគ្នាគ្រាន់ថាមកអាប់ដេតមកសម័យឥឡូវវាអត់សូវដូចយើងកាលពីដើមគេធ្វើបាញ់ឆែវរាងក្រាស់នំរាងក្រាស់តែឥឡូវស្ដាងដែរទេញ៉ាំមួយអីបើអ្នកឯងមកអាចឆ្អែតប៉ុន្តែអ្នកខ្លះគេញ៉ាំច្រើនញ៉ាំអត់ឆ្អែតទេហើយបើយើងមើលទៅកាលពីដើមវិញកាលយើងធ្វើពីដើមយើងមានដាក់ស្នូលកពឹសស្នូលសាច់មាន់ឬក៏ស្នូលសាច់ជ្រូកអីយើងធ្វើដាក់ច្រើនអញ្ចឹងណាហើយមានបន្លែធ្វើទឹកត្រីផ្អែមដាក់ទៅនឹងទៅឆ្ងាញ់មែនតើតែឥឡូវយើងរៀងអាប់ដេតហើយនិយាយទៅរៀងច្រើនតិចអ្នកគ្នាដូចមកមើលនេះមានស្អីខ្លះច្រើនមែនតើសិនរបស់ញ៉ាំនៅជីម៉ុង 2:1 ឥឡូវសបូររបស់ញ៉ាំមែនតើច្រើនមានហើយឥឡូវខ្ញុំដើរទិញអីវ៉ាន់ហើយអូខេអ្នកគ្នាអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ